port red ហ្នឹងហើយ port red ចឹងយើងសរសេរទៅ color អូខេការពីវីដេអូមុនខ្ញុំបង្ហាញអ្នកនរគ្នាក្នុងពីរបៀបដាក់នៅ CSS នៅក្នុង Eternal អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីការដាក់ CSS នៅខាងក្រៅម្ដងអញ្ចឹងដើម្បីដាក់បានយើងចុចទៅក្នុងអាកន្លែង Explorer របស់វានឹងមកហើយយើងមើល folder របស់យើងនៅក្នុងនេះយើងចុចទៅលើវាមកនេះឃើញអត់ហើយយើងយកចុចដល់បូននេះ new file ហើយអ្នកនរគ្នាសរសេរថា style .css អូខេអញ្ចឹងនៅក្នុងនេះគឺយើងមាន style CSS ហើយប៉ុន្តែដើម្បីដាក់វាបានយើងត្រូវ link វាសិនដើម្បី link វាយើងគ្រាន់តែចុចបែបវាថា link ហើយឥឡូវនេះយើងដាក់ថា style CSS ណាគឺវានឹង load ចូលនឹង link គ្នាហើយអញ្ចឹងដំបូងឡើយយើងដាក់ body មក body បើកគ្នាមកហើយចូលក្រោមយើង set លើ background អូខេអញ្ចឹងខ្ញុំដាក់ background ហ្នឹងគឺខ្ញុំយកពណ៌ background color ណាលេខ color យើងយកពណ៌នេះទៅនេះវាស្រាប់ហ្នឹងអូខេតបន្តមកទៀតយើងធ្វើការ insert ទៅលើអីគេ h1 យើងបើកមកហើយយើងដាក់មកយើង set ទៅលើទំហំអក្សររបស់យើងពណ៌ហ្នឹងយើងដាក់អក្សរពណ៌ខៀវចុះយើងសរសេរពាក្យថា color W មកអូខេអញ្ចឹងមួយទៀតគឺយើងធ្វើការបង្កើតដាក់ពណ៌ទៅលើអីគេ paragraph របស់យើងអញ្ចឹង paragraph របស់យើងខ្ញុំយកពណ៌yellow ចុះពណ៌ red ហ្នឹងហើយពណ៌ red អញ្ចឹងយើងសរសេរទៅ color ហើយបាយពាក្យ red មកអូខេអញ្ចឹងវានឹងចេញពណ៌ក្រហមឲ្យហើយអានេះគឺជាការ apply CSS នៅក្រៅនេះនៅក្រៅហ្នឹងណាហ្នឹងហើយអ្នកនរគ្នាខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយទៀតបាយបាយ